រឿងជ្រូកបានជាឈ្មោះឆ្នាំករឿងនេះដើមឡើយមានសេចក្តីនិទានថាមានសេដ្ឋីកុដុម្ពីកម្នាក់មានសម្បត្តិទ្រព្យស្ដុកស្ដំហើយមានកូនមួយតែអកុសលកូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូកឪពុកម្ដាយអន់ចិត្តពន់ពេកព្រោះកូនមានភាពជាសត្វកូននោះឆាប់ចេះដើរចេះនិយាយភាសាមនុស្សឧស្សាហ៍ព្យាយាមមិនខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃលុះខ្លួនកាន់តែធំចេះជួយរក្សាការពារទ្រព្យសម្បត្តិឪពុកម្ដាយប្រើការផ្សេងធ្វើបានសពគ្រប់ចំណែកវត្ថុស្ងាត់កំបាំងដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុកម្ដាយពុំបានដឹងសោះតាមពិតជ្រូកនេះមានធ្នូព្រះខ័នជារបស់ទេពនៅក្នុងខ្លួនលុះរូបនេះមានវ័យកាន់តែចម្រើនធំឡើងឪពុកម្ដាយកាន់តែពេញចិត្តអំពីចរិយាដឹងខុសត្រូវទាស់តែរូបជាជ្រូកប៉ុណ្ណោះស្រាប់តែវេលាថ្ងៃមួយជ្រូកនោះនិយាយទៅកាន់មាតាបតាថាសូមឲ្យគិតគូររកប្រពន្ធឲ្យខ្លួនឪពុកម្ដាយហើយតគំនិតសំងំដកដង្ហើមធំគ្រប់គ្នាហើយឆ្លើយថាកូនឲ្យម្ដាយឪពុកទៅនិយាយស្ដីកូនអ្នកណាគេព្រមឲ្យគេព្រមយកបើកូនឯងមានសភាពជាសត្វដូច្នេះសពថ្ងៃឪពុកម្ដាយមានតែកូនឯងមួយជាទីអាណិតស្រឡាញ់ស្មើជីវិតឯសម្បត្តិអត់តក៏ទេយើងមានឥតខ្វះតែត្រង់រឿងដែលកូនឲ្យឪពុកមាដោយទៅរកស្ដីដណ្ដឹងកូនគេនេះឪពុកម្ដាយទាស់ហើយត្រង់រឿងនឹងមិនហ៊ានទៅនិយាយស្ដីកូនគេទេបើគេនិយាយថាមិនឲ្យមកវិញឯងគ្មានផ្លូវដោះសារទេឪពុកម្ដាយខ្មាស់គេណាស់បើកូនយកជ្រូកដូចគ្នានោះមិនអីទេជ្រូកឆ្លើយថាប្រពន្ធស្រីជ្រូកខ្ញុំមិនយកទេយកតែប្រពន្ធស្រីមនុស្សបើរកមិនបានទេខ្ញុំសុំដើររកប្រពន្ធខ្លួនឯងហើយមិនយូរប៉ុន្មានស្រាប់តែជ្រូកនោះអត់ប្រាប់អ្វីទៀតទេក៏ដើរទៅបាត់ពីផ្ទះកុដុម្ពីក៏ប្តីប្រពន្ធស្វែងរកសពទីមិនឃើញសោះក៏កើតការក្រៀមក្រំអាណិតកូនចំណែកជ្រូកនោះវិញមុននឹងធ្វើដំណើរចេញទៅក៏ឈរសម្រឹងឧទ្ទិសក្នុងចិត្តថាបើគូភរិយាពីបុព្វេមាននៅទីណាសូមទេវតាជួយនាំចិត្តឲ្យខ្ញុំដើរត្រង់ទីនោះហើយក៏ដើរចេញទៅដំណើរក្នុងព្រៃជាដរាបអស់ជាច្រើនថ្ងៃទើបបានជួបយាយម្នាក់ដើរជីកដំឡូងតែម្នាក់ឯងក្នុងព្រៃស្ងាត់ជ្រូកឃើញក៏ដើរចូលទៅជិតសួរថាលោកយាយដើររកអ្វីបានឬទេយីយឺពាក្យជ្រូកចេះស្រដីកាត់ចិត្តរីករាយអាណិតស្រឡាញ់ហើយគាត់ឆ្លើយថាយាយរកជីកដំឡូងតែឥឡូវគ្មានទេជ្រូកសួរទៀតថាយាយនៅដល់ណាតើលោកតាគាត់នៅទេហើយយាយមានកូនប៉ុន្មាននាក់ចៅឲ្យផ្ទះយាយនៅឯណោះតានោះគាត់ស្លាប់យូរមកហើយយាយនៅមេម៉ាយជាមួយកូនស្រី2នាក់គ្មានកូនប្រុសទេឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយជ្រូកក៏យាយប្រាប់ថាមានកូនក្រមុំ2នាក់នៅទំនេរដូច្នេះជ្រូកក៏តាំងនិយាយដំណើរខ្លួនឲ្យយាយស្ដាប់សពគ្រប់ហើយសុំទៅនៅជាមួយយាយផងយាយនឹកក្នុងចិត្តថាជ្រូកនេះចេះនិយាយដឹងខុសត្រូវសពចេះភាសាមនុស្សពីរោះល្អស្ដាប់ណាស់ហើយថាឪពុកមាដោយវាជាសេដ្ឋីផងបើជ្រូកវាស្រឡាញ់កូនអញហើយបើកូនអញវាព្រមអញគួរតែផ្សំផ្គុំវាហើយទើបគាត់ប្រាប់ជ្រូកថាចៅឯងជួយរកជីកដំឡូងបន្តិចទៅជ្រូកចូលព្រៃភ្លាមស្វែងរកដំឡូងមិនយូរប៉ុន្មានជ្រូកឈ្មោះដីបានមើមដំឡូងគោជាច្រើនគំនរយាយចេះតែតាមរើសដាក់ខ្ជើយមានទាំងដំឡូងខ្មុងអខ្យាដៃខ្លាដំឡូងទឹកដំឡូងទៀនគ្រប់មុខយាយពេញចិត្តចៅជ្រូកឥតឧបមាព្រោះឆ្លាតប៉ិនប្រសពរកដំឡូងពេញកញ្ជើទាំងពីរជ្រូកបង្កប់យាយឲ្យដាក់កញ្ជើដំឡូងលើខ្នងហើយដើរទៅតាមយាយលុះត្រាដល់ផ្ទះឯកូនក្រមុំទាំង2នាក់បានឃើញម្ដាយមកពីព្រៃក៏នាំគ្នាចេញទៅទទួលយាយក៏បង្ហាញឲ្យជ្រូកស្គាល់កូនទាំងពីររួចលើកកញ្ជើដំឡូងដាក់ចុះពីលើខ្នងជ្រូកឯកូនទៅជិតម្ដាយក៏លួចខ្សឹបសួរថាជ្រូកនឹងមកពីណាចេះនិយាយផងយាយក៏បង្ហាញឲ្យជ្រូកស្គាល់កូនទាំងពីររួចលើកកញ្ជើដំឡូងដាក់ចុះពីលើខ្នងជ្រូកឯកូនទៅជិតម្ដាយក៏លួចខ្សឹបសួរថាជ្រូកនឹងមកពីណាចេះនិយាយផងម្ដាយក៏បានប្រាប់សពគ្រប់លុះនៅបណ្ឌិតទៅនោះកូនស្រីយាយនេះនិងចៅជ្រូកក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នាយាយម្ដាយដឹងថាកូនគាត់និងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធហើយក៏ផ្ដើមសួរចិត្តកូនសួរទៅនាងបងប្រកែកលុះសួរទៅនាងប្អូននាងឆ្លើយថាស
ស្រេចតែម៉ែឲ្យខ្ញុំទៅនរណាខ្ញុំចេះតែតាមយាយបានដឹងពាក្យនេះត្រេកអរណាស់ហើយក៏ឲ្យដំណឹងទៅចៅជ្រូកដឹងពីរឿងនេះជ្រូកត្រេកអរពន់ពេកហើយក៏រួបរวมសំគុំកូនពើឲ្យទៅជាគូជាមួយចៅជ្រូកតាមប្រពៃណីស្រុកសពគ្រប់ហើយក៏ចាត់ចែងឲ្យបានលំនៅឋានឲ្យកូននៅដោយខ្លួនជាដរាបទៅបានប្រមាណជាកន្លះខែនៅស្រុកនិគមនោះមានលេចគេថានឹងមានពួកភ្លេងរបាំគេនឹងមកលេងនៅជិតនោះអ្នកភូមិជិតខាងទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំគ្នាស្រស់ស្រូបបាយពេលប្រលប់រួចនាំគ្នាទៅមើលជាច្រើនឈូឆរនាងពៅប្រពន្ធចៅជ្រូកក៏ចង់ទៅមើលនឹងគេដែរក៏បួលចៅជ្រូកជាប្តីឲ្យទៅផងតែចៅជ្រូកថាពួកឲ្យប្អូនឯងមើលចុះបងនៅចាំផ្ទះនាងបានអនុញ្ញាតពីស្វាមីហើយក៏ទៅជាមួយនឹងគេឯចៅជ្រូកនេះវិញដឹងថានាងភរិយាចេញទៅឆ្ងាយហើយក៏ទម្លីស្រោមចេញទៅមើលដែរហើយស្រូតរូតឲ្យលឿនទៅដល់ទីនោះមុននាងពៅដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេចេះបត់បែបភ្លេងយ៉ាងជំនាញដូចពួកគេនោះដែរលុះដល់ពេលហើយដេញថាពួកអ្នកស្រុកនឹងនាងពៅត្រឡប់ទៅផ្ទះវិញក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរទៅដល់ផ្ទះចៅជ្រូកចាប់សួរទៅភរិយាថាអូនទៅមើលរបាំគេនោះល្អមើលទេគេលេងដូចម្ដេចខ្លះនាងពៅក៏រាយរាប់ប្រាប់សពគ្រប់ហើយនាងប្រាប់ថាដូចមានអ្នកភ្លេងម្នាក់រូបរាងស្អាតល្អណាស់ច្រៀងក៏ពីរោះហើយចេះរាំចាក់ក្បាច់ក៏សមអ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់គ្នាជ្រូកសួរបញ្ជាក់ថាក៏អ្នកនោះស្លៀកសំពត់ខៀវពាក់អាវក្រហមមែនឬទេប្រពន្ធឆ្លើយថាធ្វើនឹងហើយហេតុម៉េចបានជាបងដឹងឬទៅមើលនឹងគេដែរឬចៅជ្រូកនៅស្ងៀមមិនចេញស្ដីតាមពិតចៅជ្រូកនិងនាងពៅស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសម្ដីនិងសម្ដីប៉ុណ្ណោះទេឯខ្លួនប្រានពុំដែលបានប៉ះគ្នាឡើយលុះដល់ល្ងាចមួយទៀតអ្នកស្រុកផ្អើលអ៊ូអរទៅមើលភ្លេងរបាំនោះទៀតនាងភរិយាចៅជ្រូកក៏សុំប្តីទៅមើលទៀតចៅជ្រូកអនុញ្ញាតអត់ថាអ្វីឡើយរួចក្រោយមកខ្លួនឯងក៏លួចចេញពីស្រោមហើយទៅចូលរួមក្នុងវង់របាំនោះដោយការពីមុនទៀតកាលណាដល់ពេលគេឈប់ភ្លាមចៅជ្រូកម្នីចូលស្រោមខ្លួនវិញឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះលុះប្រពន្ធមកដល់ក៏សួរប្រពន្ធទៀតថាម៉េចអូនមើលល្ងាចនេះល្អមើលទៀតទេថ្ងៃនេះល្អប្លែកពីមុនទៅទៀតចៅជ្រូកសើចរួចតបបែបដូចប្រងើយទៅវិញថាអ្នកដែលលេងល្អជាងគេនោះគឺបុរសស្លៀកសំពត់ខៀវពាក់អាវសមែនទេចុះម៉េចក៏បងដឹងខ្ញុំឆ្ងល់ណាស់ពេលល្ងាចថ្ងៃទី3នាងពៅសុំស្វាមីទៅមើលទៀតស្វាមីក៏អនុញ្ញាតដូចពីយប់មុនក្រោយដែលដឹងថាប្រពន្ធទៅផុតហើយចៅជ្រូកក៏ប្រញាប់ចេញពីស្រោមប្រុងនឹងទៅលេងភ្លេងជាមួយគេទៀតចំណែកនាងភរិយានាងមិនទៅរហូតទេព្រោះនៅសង្ស័យចំពោះប្តីនេះណាស់នាងទៅបានតែបណ្ឌិតក៏វិលមកលបចាំឃ្លាំមើលប្តីស្រាប់តែឃើញប្តីចេញពីស្រោមហើយមានរូបឆំល្អប្រឹមប្រិយគឺរូបបុរសលេងរបាំដែលនាងសរសើរថាល្អនោះនាងស្ទុះប្រញាប់ទៅចាប់ឃាត់ប្តីមិនឲ្យចូលទៅក្នុងស្រោមវិញឡើយហើយនាងអង្វរប្តីកុំឲ្យចូលទៅក្នុងស្រោមវិញប្តីក៏ព្រមតាមពាក្យអង្វររបស់ភរិយាតែសុំឲ្យនាងនោះរក្សាទុកស្រោមនោះឲ្យស្រួលបួលនាងពៅក៏យកស្រោមនោះទុកដាក់នៅកន្លែងសំរុំតាមបង្គាប់ប្តីហើយក៏នៅសុខសាន្តជាមួយគ្នារៀងរហូតមកពេលមួយនៅប្រទេសនោះឥតមានស្ដេចពួកសេនាសេវកាមាត្រក៏នាំគ្នាធ្វើពិធីផ្សងរកអ្នកមានបុណ្យដើម្បីឡើងគ្រងរាជ្យតែពេលនោះរឿងអស្ចារ្យរបស់ចៅជ្រូកឬរន្ទឺសុសសាយទៅគ្រប់ទីពួកសេវកាមាត្រក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះឲ្យឡើងគ្រងរាជ្យឲ្យគ្រប់គ្រងប្រទេសទៅលុះបានឡើងគ្រងរាជ្យហើយប្រមាណជាកន្លះខែព្រះចៅឡើងគ្រងរាជ្យថ្មីនេះនាំមហេសីទៅរកផ្ទះកុដុម្ពីកជាឪពុកម្ដាយកុដុម្ពីករំភើបស្លុតក្នុងចិត្តហើយតាំងរៀបចំកន្លែងទទួលព្រះរាជាស្ដេចសួរអំពីដំណើរដើមមានកូនប្រុសស្រីប៉ុន្មានអ្នកសេដ្ឋីក្រាបទូលថាខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ហើយជាជ្រូកផងតែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់ពេលមួយកូននោះទាររកដណ្ដឹងប្រពន្ធលុះខ្ញុំព្រះអង្គប្រាប់ថារកមិនបានកូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅណាមកណាយូរមកហើយស្ដេចជ្រាបព័ត៌មាននេះហើយក៏ត្រាស់អំពីរឿងពិតឲ្យកុដុម្ពីកដឹងសព
រូបក៏ដុំពីត្រេកអរណាស់ក៏នាំគៀនអបព្រះរាជាសរសើរបុណ្យបារមីព្រះរាជាក៏ត្រាស់បញ្ជាឲ្យក៏ដុំពីនាំភរិយាស្វាមីទៅរស់នៅឯរាជវាំងដែរឯយាយចាស់ជាម្ដាយនាងពៅវិញក៏ព្រះអង្គអនុញ្ញាតឲ្យមកនៅក្នុងរាជវាំងដែរពិតមែនតែព្រះអង្គមានរូបកាយជាមនុស្សពេញបរិបូរណ៍ប៉ុន្តែទ្រង់នៅតែនឹកសន្តោសដល់សត្វជ្រូកព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះក៏ព្រះអង្គត្រាស់បញ្ជាឲ្យក្រុមហោរាយកនាមសត្វជ្រូកទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំទី12ឲ្យសម្គាល់ថាឆ្មាំកូននោះជានាមសត្វជ្រូកនេះជារឿងព្រេងជ្រូកបានឡើងជាឈ្មោះឆ្មាំរឿងថ្មាតបោកដំរីកាលពីព្រេងនាយមានស្ដេចថ្មាតមួយមានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សប្តិឃើញថាបានចាប់ស្ដេចដំរីពួកសេនារេហោពលក៏ហើរសំដៅទៅលំនៅស្ដេចដំរីនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សប្តិថាបើបានស៊ីសាច់បងដំរីឯងគេដំរីដូច្នោះក៏ភ័យញ័រឥតអុបមាយំបណ្ដាលលាប្រពន្ធកូននិងពលសេនាបណ្ដាលដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយក៏សួរទៅស្ដេចដំរីថាយើបងដំរីទៅណាមកណាក៏រលះរលាំងថែមទាំយំស្រាក់យ៉ាងនេះដំរីឆ្លើយថាព្រោះបងសុភាឲ្យស្ដេចថ្មាតគេយល់សប្តិឃើញថាបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទន្សាយឆ្លើយថាយើបងដំរីរូបពន្ធបងឯងម្ដេចសុខចិត្តទៅឲ្យអាសត្វថ្មាតស៊ីទេយ៉ាងនេះចាំខ្ញុំជួយដោះទុក្ខបងឯងឲ្យរួចរស់បានគេស្ដេចដំរីបានឮដូច្នោះមានចិត្តត្រេកអរណាស់ក៏ហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅស្ដេចថ្មាតលុះឃើញដំរីដើរមកដល់ហើយស្ដេចថ្មាតឲ្យញញែមរួចនិយាយទៅកាន់ដំរីថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សប្តិឃើញថាបានស៊ីសាច់បងឯងពីនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដេកលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាម្ណែបងសុភាមេឃមកដេកលក់លើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអើសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបាញ់មិញយើងមិនបានស្ដាប់ព្រោះរវល់តែងមួយពេកគឺស្ដេចថ្មាតឆ្លើយថាយើងយល់សប្តិឃើញថាបានស៊ីសាច់ដំរីទន្សាយថាមែនហើយអំបាញ់មិញខ្ញុំដេកលក់មួយភាំងទៅយល់សប្តិថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងគឺស្ដេចថ្មាតឆ្លើយថាយើបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សប្តិរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខ្ញុំមិនឲ្យបងថ្មាតឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយចាញ់កលបាយសុភាទន្សាយដំរីក៏វិលទៅលំនៅខ្លួនវិញទៅទន្សាយក៏បោចូលព្រៃទៅបាត់ដែរ